បាទ hello ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាសួស្តីបាទហ្នឹងហើយខ្ញុំបាទហេងមកកាន់វីដេអូខ្ញុំបាទសាជាថ្មីបាទហ្នឹងហើយនៅវីដេអូមួយនេះដែរខ្ញុំមានតិចនិចបន្តិចបន្តួចដែលខ្ញុំបាទចេះដឹងមកចែករំលែកបងប្អូនទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនដែលប្រើ smartphone បាទសម្រាប់បងប្អូនដែលប្រើ SIM Smart ខ្ញុំអត់សូវដឹងដែរបាទខ្ញុំសូមប្រាប់តែបងប្អូនដែលប្រើ smartphone ទេបាទនៅក្នុងវីដេអូមួយនេះអញ្ចឹងដើម្បីបងប្អូនខ្លះគាត់ប្រើដាក់លុយហើយក៏ដូរលុយរួចហើយស្រាប់តែ2ថ្ងៃឬទៅ3ថ្ងៃគឺអស់លុយរលីងបាទគឺមើលឆាប់ស៊ីលុយមែនតើបាទអញ្ចឹងគឺមានកម្មវិធីខ្លះដែលវាបង្កហានិភ័យក្នុងការអស់លុយរបស់យើងបាទហើយក៏អស់ម៉ាស៊ីនទូរស័ព្ទរបស់យើងបណ្ដាលឲ្យគាំងក៏មានដែរបាទគឺកម្មវិធីអស់ហ្នឹងគឺហានិភ័យខ្លាំងមែនតើបាទគឺកម្មវិធីអស់ហ្នឹងគឺមានកម្មវិធីអីច្រើនទេបាទគឺកម្មវិធីTelegram របស់យើងហ្នឹងបាទនេះកម្មវិធីនេះបាទគឺកម្មវិធី Telegram ហ្នឹងគឺស៊ីមេខ្លាំងហើយបាទពុកម៉ែបងប្អូនទាំងអស់គ្នាខ្លះគាត់មិនដឹងទេបាទអញ្ចឹងដើម្បីយើងធ្វើការកាត់បន្ថយខ្លះអញ្ចឹងបងប្អូនធ្វើការចុចចូលក្នុងកម្មវិធី Telegram មកអូខេហ្នឹងហើយអូខេrồiហើយបងប្អូនធ្វើការចុចកន្លែងត្រេះ3ហ្នឹងហើយបាទខាងលើគេនេះរួចហើយបងប្អូនធ្វើការចុចកន្លែង setting រូបកងចក្រហ្នឹងបងប្អូនចំណាំរូបវាអស់មកខាងក្រោមrồiបងប្អូនចុចកន្លែងនេះខ្ញុំមើលតាមសញ្ញាខ្ញុំអស់ហ្នឹងបាទខ្ញុំអត់សូវចេះអង់គ្លេសប្រហែលណាទេខ្ញុំខ្លាចអានទៅខុសបាទចុចលើនេះមករួចហើយបងប្អូនធ្វើការនេះបាទអាកន្លែងហ្នឹងកាលមុនគឺវាខ្ញុំទៅមិនបិទដែរទេបាទកន្លែងហ្នឹងកាលមុនគឺវាបើកបែបរបៀបនេះអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានធ្វើការចូលមើលកន្លែងហ្នឹងបងប្អូនប្រហែលជានៅកន្លែងហ្នឹងគឺជាបើកហើយបាទអញ្ចឹងអាកន្លែងហ្នឹងគឺគេផ្ញើសារផ្ញើវីដេអូផ្ញើរូបភាពអីក្នុង Telegram បងប្អូនខ្លះគាត់មាន Telegram គោរពជាច្រើនបាទអញ្ចឹងគេផ្ញើមកគឺវា download អូតូដោយរ៉ូមែនតិចបាទគឺយើងមិនបាច់ចាំ download ខ្លួនឯងក៏វា download មកធ្វើឲ្យពេញ memory យើងក៏ដូចជាអស់ករណីទូរស័ព្ទយើងអស់លុយយើងគឺកាន់តែច្រើនបាទកន្លែងហ្នឹងពុកម៉ែបងប្អូនខ្ញុំ recommend ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើការបិទមកគឺសម្រាប់បងប្អូនដែលនៅទៅ down មកលេងអីចឹងគឺកន្លែងហ្នឹងគឺវាបើកហើយអញ្ចឹងខ្ញុំទៅមិនធ្វើការបិទទេឥឡូវខ្ញុំធ្វើការបិទមកបាទកន្លែងហ្នឹងយើងបិទចឹងមកគឺវាលេងអូតូរ៉ូមែនតិចហើយគឺគេផ្ញើវីដេអូផ្ញើអីមកគឺវា download អូតូទេទោះតែយើងរូបតាតែយើងចុច down ខ្លួនឯងគឺវាបានបាទទៅបានបាទកន្លែងហ្នឹងគឺវាសំខាន់មែនតើសម្រាប់ពុកម៉ែបងប្អូនគួរដឹងសម្រាប់ជាចំណុចបន្ទាប់ទៀតខ្ញុំធ្វើការចូលក្នុងកម្មវិធី Play Store កម្មវិធី Play Store បាទបងប្អូនចុចចូលកម្មវិធី Play Store មកកម្មវិធី download game របស់យើងធម្មតាហ្នឹងបងប្អូនអាចស្គាល់ហើយអូខេហ្នឹងចុចចូលមួយមកបងប្អូនចុចកន្លែងនេះកន្លែង account យើងមកខាងលើគេហ្នឹងកន្លែង account យើងពីហើយបងប្អូនចុចកន្លែងការកំណត់រូបកងចាក់មិញបងប្អូនចុចកន្លែងនេះណាចំណូលចិត្តបន្លាញបងប្អូនធ្វើការចុចអានេះមកសូម sorry បងប្អូនចុចខាងក្រោមបាទ sorry បងប្អូនបាទនេះទៅនេះកន្លែងតំណែងកំណែកម្មវិធីដោយស្វ័យប្រវត្តិបាទមិនចុចចោលនេះបាទខុសហើយអានេះបាទកន្លែងហ្នឹងជាដំបងបងប្អូនខ្ញុំធ្វើការប្រាប់កន្លែងនេះជា3ចំណុចសិនខ្ញុំធ្វើការដាក់ប្រាប់ពីចំណុចលើមកមុនសម្រាប់ខាងលើនេះគឺវាតាម 3G ទូរស័ព្ទយើងដែលយើងបើក 3G បាទកន្លែងនេះកន្លែង 3G ហ្នឹងបាទនេះសម្រាប់កន្លែងហ្នឹងគឺយើងវាអូតូរ៉ូមែនតិចហ្មងបាទគឺយើងមិនបាច់អាប់ដេតកំណែហ្នឹងបាទកន្លែងអាប់ដេតកំណែទូរស័ព្ទលើកម្មវិធីរបស់យើងហ្នឹងដែលវាត្រូវការអាប់ដេតអញ្ចឹងគឺវាអាប់ដេតយកតែម្ដងកម្មវិធីអ្វីក៏វាអាប់ដេតដែរអញ្ចឹងហើយវាធ្វើឲ្យយើងហ្នឹងធ្វើការអស់លុយដោយមិនដឹងខ្លួនអស់ memory ដោយមិនដឹងខ្លួនហ្នឹងហើយជាការលំបាកមួយបាទសម្រាប់អាហ្នឹងខាងលើសម្រាប់អាទី3គេអាហ្នឹងលុះត្រាតែយើងប្រើ Wi-Fi ដូចជាបាញ់ Wi-Fi share Wi-Fi ពីគេអ៊ីនធឺណិតតាម Wi-Fi លេងតាម Wi-Fi តាមអីចឹងគឺវាលក្ខណៈថាតទៅតាម Wi-Fi ទៅវាអាចអាប់ដេតបានអាចដូរអូតូរ៉ូបន្តិចដោយខ្លួនវាសម្រាប់ខ្ញុំ recommend ឲ្យពុកម៉ែបងប្អូនប្រើខាងក្រោមមកខាងក្រោមនេះគឺលុះត្រាតែយើងចុចអាប់ដេតខ្លួនឯងទៅវាដើរដំណើរការដោយខ្លួនឯងដោយយើងចុចបាទគឺវាអូតូខ្លួនឯងទេលុះត្រាតែយើងអាប់ដេតគឺទៅវាដើរអូតូបាទហ្នឹងខ្ញុំ recommend ឲ្យបងប្អូនចុចខាងក្រោមមកទៅវាល្អណាបាទអញ្ចឹងចុចសញ្ញាពាក្យព្រមមក
បាទអញ្ចឹងគឺខ្ញុំមាន2ចំណុចហ្នឹងដែលមកចែកដើម្បីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំក៏សូមអរគុណពុកម៉ែបងប្អូនដែលខំទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូល្អៗចំណេះដឹងថ្មីៗជាបន្តទៀតបាទសូមអរគុណ